សូមជូនអគតិធម៌4យ៉ាងអគតិមានន័យថាលំអៀងសេចក្តីលំអៀងទៅមួយខាងធម៌អគតិគឺជាធម៌ដែលអ្នកទាំងឡាយមិនគួរប្រព្រឹត្តបើសត្វលោកទាំងឡាយមនុស្សទាំងឡាយប្រព្រឹត្តនៅធម៌អគតិទាំង4ធម៌អគតិទាំង4នេះនឹងនាំឲ្យលោកអ្នកធ្លាក់នៅក្នុងអបាយភូមិ4មាននរកប្រែតដេរឆានអសុរកាយតើអគតិធម៌4មានអ្វីខ្លះទី1ឆន្ទាគតិឆន្ទាគតិគឺសេចក្តីលំអៀងព្រោះស្រឡាញ់បើជាម្ដាយគេស្រឡាញ់កូនលំអៀងខ្វះការពិចារណាខ្វះនៅព្រហ្មវិហារធម៌ខ្វះនៅគុណធម៌ខ្វះនៅសច្ចធម៌ជាចវាយនេះគេក៏ដូចគ្នាពេលខ្លះស្រឡាញ់តែកូនចៅណាដែលគេចេះអែបអបគេអែបអបទៅក៏ស្រឡាញ់គេមិនយល់អំពីថាបុគ្គលនឹងជាបុគ្គលបែបណាអាហ្នឹងដោយសារអីដោយសារចិត្តនឹងលំអៀងហើយជាអ្នកកាត់ក្តីដូចគ្នាអាងតែខ្លួនឯងច្បាប់នៅខ្លួនឯងឲ្យអ្នកណាឈ្នះឲ្យអ្នកណាចាញ់ក៏បានដោយសារយើងនឹងជាអ្នកចេះអញ្ចឹងជាអ្នកចេះអ្នកដឹងហ្នឹងគឺត្រូវមានគុណធម៌ត្រូវមានសច្ចធម៌ត្រូវមានយុត្តិធម៌ដើម្បីអីដើម្បីខ្លួនឯងនេះជាមនុស្សមានតម្លៃបើសិនជាយើងលំអៀងព្រោះតែសេចក្តីស្រឡាញ់យើងនឹងបាត់បង់នៅគុណធម៌ខ្លួនឯងនេះជាខ្លួនឯងអញ្ចឹងយើងចេះដឹងប៉ុណ្ណាក៏ដោយការគោរពរបស់អ្នកដទៃហ្នឹងពុំមានតិឡាយចំពោះអ្នកអញ្ចឹងយើងត្រូវធ្វើជាមនុស្សដែលមានតម្លៃកុំលំអៀងព្រោះតែសេចក្តីស្រឡាញ់អញ្ចឹងយើងត្រូវមានគុណធម៌ត្រូវមានសច្ចធម៌កុំលំអៀងព្រោះតែស្រឡាញ់ចាទី2ទោសាគតិទោសាគតិលំអៀងព្រោះស្អប់លំអៀងព្រោះស្អប់ហ្នឹងគឺដោយសារអីដោយសារអាចិត្តលំអៀងហ្នឹងឯងអាចិត្តលំអៀងហ្នឹងគេធ្វើល្អប៉ុណ្ណាក៏មើលមិនឃើញដោយសារអាចិត្តនឹងស្អប់ចិត្តស្អប់ហើយគេធ្វើមិនក៏អត់ឃើញចំណុចល្អដែរហើយយើងដូចគ្នាយើងសាងសេចក្តីល្អដោយកាយដោយវិចារដោយចិត្តក៏នៅតែមានអ្នកស្អប់ដែរដោយសារអីគេដោយសារបុគ្គលនឹងលំអៀងបុគ្គលខ្លះភ្នែកអត់ខ្វាក់អីប៉ុន្តែចិត្តខ្វាក់យើងត្រូវទទួលស្គាល់ថាបុគ្គលគឺនៅតែមានបុគ្គលដែលចិត្តខ្វាក់ហ្នឹងគឺដោយសារគាត់នឹងមានចិត្តលំអៀងហើយខ្លួនយើងនឹងដូចគ្នាយើងត្រូវជំរះឲ្យស្អាតកុំលំអៀងព្រោះតែសេចក្តីស្អប់ហ្នឹងបើគ្នាល្អហើយក៏ទទួលស្គាល់ថាគេសាងល្អហើយគេមិនខុសទេអ្វីដែលខុសគឺខុសចិត្តយើងត្រូវបើកចិត្តឲ្យទូលាយកុំស្អប់អ្នកណាម្នាក់ត្រឹមតែកាយវិការកុំស្អប់អ្នកណាម្នាក់ត្រឹមតែពាក្យសម្ដីទាំងដែលគេជាមនុស្សល្អហើយណាអញ្ចឹងយើងធ្វើជាមនុស្សកុំលំអៀងនៅក្នុងសច្ចធម៌ពិតបើគេល្អហើយក៏ត្រេកអរនៅក្នុងសេចក្តីល្អរបស់គេហើយបើសិនជាមានអ្វីដែលអាចផ្ដល់ឲ្យសូម្បីតែមនុស្សហ្នឹងមិនមែនជាទីស្រឡាញ់របស់យើងប៉ុន្តែយើងអាចនៅតែមានទំនាក់ទំនងល្អក៏វានៅតែមានប្រយោជន៍ដើម្បីអីទី1គឺយើងហាត់ដំចិត្តរបស់យើងអប់រំចិត្តរបស់យើងកុំឲ្យយើងតូតុនដោយតាមអារម្មណ៍ណាគេល្អហើយនៅតែស្អប់គេកុំចឹងពេលខ្លះមនុស្សយើងហ្នឹងគឺចឹងមែនឃើញគេភ្លាមស្អប់យកអត់មានគិតថាគេនឹងជាមនុស្សបែបណាអីគឺអត់ខ្វល់សំខាន់ឃើញទៅស្អប់ហ្មងហ្នឹងហើយអញ្ចឹងយើងពិចារណាខ្លួនឯងថាបើគេអាក្រក់ក៏អាក្រក់តែជារឿងរបស់គេទៅប៉ុន្តែសំខាន់នេះចិត្តយើងនឹងស្អាតហើយនៅយើងកុំលំអៀងខ្លាចមានពេលវេលាណាមួយហ្នឹងហើយអញ្ចឹងជាម្ដាយគេក្តីជាគ្រូបង្រៀនក្តីជាមេធាវីក្តីជាចវាយនីគេក្តីកុំស្អប់អ្នកណាម្នាក់ព្រោះតែអាចិត្តលំអៀងរបស់ខ្លួនឯងចាទី3ភយាកតិភយាកតិគឺសេចក្តីលំអៀងព្រោះខ្លាចសេចក្តីលំអៀងព្រោះកោតក្រែងនៅអំណាចរបស់អ្នកណាម្នាក់អញ្ចឹងណាដោយបាត់បង់ម្ចាស់ការលើខ្លួនឯងបើសិនជាកាត់ក្តីឲ្យគេឈ្នះដោយសារខ្លាចនៅអំណាចរបស់គេហើយជួនកាលទៅកោតក្រែងនៅអំពើល្អគេពីមុនឬក៏ឃើញថាគេជាមនុស្សខូខើអីចឹងគេខុសដឹងតែគេខុសប៉ុន្តែគេខូខើអញ្ចឹងខ្លាចខ្លួនឯងហ្នឹងមានបញ្ហាដោយសារតែយើងហ្នឹងឲ្យម្នាក់ហ្នឹងឈ្នះឬក៏អីចឹងអញ្ចឹងក៏យើងមានសេចក្តីលំអៀងព្រោះតែសេចក្តីភ័យខ្លាចនឹងឯងអញ្ចឹងយើងជាមនុស្សត្រូវពិចារណាថាបើខុសឲ្យដឹងខុសបើត្រូវឲ្យដឹងត្រូវការរាប់អានគឺជាការរាប់អានដូចជាតុលាការមុខដៃដូចប៉ាវចិនណាមិនថាស្ដាច់មិនថារាជមិនថាអ្នកណា
សេចក្តីពិតនៅតែជាសេចក្តីពិតការពិតនៅតែជាការពិតយុត្តិធម៌នៅតែជាយុត្តិធម៌មិនខ្លាចសំបីតែស្ដាច់តែខុសហើយអត់មានយកសាច់ញាតិមកឲ្យឃ្លាតនឹងច្បាប់ទេអត់មានទេអញ្ចឹងប៉ាវចិនកាត់ក្តីច្បាស់អញ្ចឹងយើងជាមនុស្សត្រូវតែច្បាស់បើជាម្ដាយគេដូចគ្នាកុំលំអៀងព្រោះចិត្តណាមួយខ្លាចកូនពៅនឹងខ្លាចកូនពៅនឹងខូចចិត្តហើយមិនខ្វល់ថាកូនបងនឹងខូចចិត្តទេដោយសារចិត្តយើងនឹងលំអៀងឬក៏ខ្លាចកូនបងនឹងដោយសារកូនបងនឹងគេមានជាងអីចឹងទៅអាពៅធ្វើអីក៏ខុសធ្វើអីក៏ខុសដោយសារអីគេដោយសារចិត្តលំអៀងខ្លាចគេដោយសារគេអ្នកមាននិយាយអីក៏ត្រូវអីចឹងណាអញ្ចឹងធ្វើជាម្ដាយគេកុំលំអៀងព្រោះអាចិត្តហ្នឹងណាមើលចិត្តខ្លួនឯងតែខ្លួនឯងហ្នឹងលំអៀងដែរអត់ហើយជាបងប្អូនណាជាសាច់ញាតិសាច់សន្តានហ្នឹងពេលខ្លះដោយសារតែទ្រព្យសម្បត្តិធ្វើឲ្យឪពុកម្ដាយហ្នឹងស្រឡាញ់កូនលំអៀងដែរកូនណាដែលគេមានទៅពាក្យសម្ដីគេហ្នឹងគឺមានអំណាចអញ្ចឹងធ្វើឲ្យគាត់ខ្លាចហើយអ្នកមានគេនិយាយមកអត់ហ៊ានក្អកមួយគេទេហើយបើសិនជាកូនណាអត់ហ្នឹងជន់យកបលិចយកមកធ្វើអីក៏ខុសចឹងណាអញ្ចឹងយើងកុំអញ្ចឹងចំណែកឯទី4នោះអ្វី4នោះគឺមោហាកតេគឺសេចក្តីលំអៀងព្រោះតែភាពល្ងងសេចក្តីលំអៀងព្រោះតែភាពមិនច្បាស់ការសេចក្តីល្ងងព្រោះតែខ្វះនៅបញ្ញាអញ្ចឹងបើសិនជាយើងជាម្ដាយឪពុកមិនត្រូវស្ដាប់ពាក្យចាក់រុកពីកូនមួយទៅបន្ទោសកូនមួយហើយបើសិនជាយើងជាថ្នាក់ដឹកនាំមិនត្រូវស្ដាប់តែពាក្យថ្នាក់លើដែលបានរៀបជាប្រព័ន្ធហើយមិនយល់អំពីទុក្ខធរៈរបស់រាជនោះឡើយត្រូវដឹងថារាជជួបទុក្ខលំបាកអ្វីខ្លះបញ្ហាអ្វីខ្លះសេដ្ឋកិច្ចអំពីកសិកម្មនោះជួបអីខ្លះកុំសំអាងថារៀបរចនាសម្ព័ន្ធឲ្យស្ដាប់តែពាក្យរាយការណ៍របស់ថ្នាក់លើអញ្ចឹងយើងអាចបានចុះត្រួតពិនិត្យអញ្ចឹងជាអ្នកដឹកនាំជាចវាយគេការងារដែលបានដាក់ឲ្យត្រូវចុះត្រួតពិនិត្យជាក់ស្ដែងទើបដឹងរឿងជាក់ស្ដែងដឹងរឿងពិតដោយសារអីដោយសារយើងជាបុគ្គលមានបញ្ញាផងមានវិជ្ជាជីវៈមានក្រឹតក្រមល្អមានសច្ចធម៌មានគុណធម៌ផងយើងជាមនុស្សដែលមានតម្លៃត្រូវតែជាមនុស្សដែលមានសច្ចធម៌គុណធម៌មេត្តាធម៌អញ្ចឹងនៅក្នុងមេរៀនអកតេធម៌ទាំង4ហ្នឹងគឺមានឆន្ទាគតិសេចក្តីលំអៀងព្រោះតែស្រឡាញ់បើលំអៀងព្រោះស្រឡាញ់យុត្តិធម៌និងបាត់បង់ដោយសារសេចក្តីស្រឡាញ់ទី2ទោសាកតេគឺលំអៀងព្រោះតែសេចក្តីស្អប់អញ្ចឹងបើសិនជាបុគ្គលមានអាសេចក្តីស្អប់នឹងហើយគឺតែងតែមានការសងសឹកព្យាបាទគ្នាហើយបាត់នៅសច្ចធម៌គុណធម៌នឹងដែរខាតនៅប្រយោជន៍ទី3គឺភយកតេគឺជាសេចក្តីលំអៀងព្រោះតែសេចក្តីខ្លាចសេចក្តីផិតភ័យខ្លាចនៅអំណាចខ្លាចនៅភាពកោតក្រែងរបស់អ្នកដទៃអញ្ចឹងធ្វើឲ្យយើងបាត់នៅសច្ចធម៌គុណធម៌នឹងដូចគ្នាទី4មោហាកតេសេចក្តីលំអៀងព្រោះតែសេចក្តីល្ងងសេចក្តីវង្វេងសេចក្តីដែលខ្វះនៅបញ្ញាអញ្ចឹងនៅក្នុងកតេទាំង4នេះបុគ្គលទាំងឡាយគួរជៀសវាងពីព្រោះ4នេះមិនមែនជាធម៌ដែលគួរប្រណិប័តឡើយជាធម៌ដែលយើងគួរជៀសវាងវាដូចជាប្រធាននៃសេចក្តីវិនិច្ឆ័យដែរហ្នឹងហើយអញ្ចឹងនៅក្នុងមេរៀនអកតេធម៌ដែលជាធម៌លំអៀងនេះជាធម៌ដែលអ្នកទាំងឡាយមិនគួរប្រព្រឹត្តប្រណិប័តឡើយចា៎អរគុណសម្រាប់លោកអ្នកដែលបានចូលស្ដាប់វីដេអូមួយនេះដោយបនិស្ស័យបើសិនជានាងខ្ញុំបរិយាយខុសនៅក្នុងសភាវៈធម៌ត្រង់ប្រការណាមួយសូមលោកអ្នកចេះអ្នកដឹងចូលខមមិនកែលម្អផងហើយក៏សូមអរគុណសម្រាប់លោកអ្នកដែលបានចែករំលែកវីដេអូមួយនេះទុកជាធម្មទានសូមឲ្យលោកអ្នកទទួលបាននូវបញ្ញាបារមីទទួលបាននូវសេចក្តីសុខគ្រប់ប្រការគ្រប់ជាតិភពចាស់អរគុណ